ខ្ញុំបាទសូមធ្វើការអនុញ្ញាតគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានសម្ដាប់នៃជោគជតារិស័យដែលខ្ញុំបាទ Daily BMC បានធ្វើការដកស្រង់និងអានជូននៅក្បួនហោរាសាស្ត្រប្រចាំថ្ងៃបើមើលតាមតម្រាទិញរបស់បទិញរបស់នៅថ្ងៃអង្គារនេះរបស់នោះនឹងនាំក្តីអន្តរាយប្រើការលេខធ្លុះធ្លាយអស់អាសាបងដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងពាក្យថាសាធុចំនួន3ដងរួចសៀចេញភ្លាមនឹងមានសំណាងល្អជាប់តាមខ្លួនរហូតនៅថ្ងៃអង្គារនេះផងដែរចំពោះការធ្វើដំណើរប្រកបរបររកស៊ីអស់លោកអ្នកត្រូវប្រកាន់យកទិសឦសានតែកុំចោលយាត្រាទៅទិសនិរតីគឺជាទិសអពមង្គលធ្វើកិច្ចការងារអ្វីមិនគួរប្រសើរឡើយចំពោះការអង្គុយឲ្យមានសេរីសួស្តីក្នុងការធ្វើពិធីសែនព្រេនឬក៏ធ្វើកិច្ចការងារអ្វីផ្សេងនៅក្នុងថ្ងៃអង្គារនេះលោកឲ្យអង្គុយនៅទិសខាងកើតបែរមុខទៅរកទិសនិរតីនិងទទួលបានជោគជ័យគ្រប់ក្រឡាទេសៈបើមើលតាមម៉ោងលៀបម៉ោងគ្រោះក្នុងការធ្វើដំណើរទៅទីជិតឆ្ងាយនៅក្នុងថ្ងៃអង្គារនេះលោកឲ្យធ្វើដំណើរចាប់ពីមាន់រងាវដល់ម៉ោង 6:30 នាទីព្រឹកគឺជាម៉ោង 02 ជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាបានសេចក្តីសុខសម្រាប់ម៉ោងនេះធ្វើដំណើរចាប់ពីម៉ោង 6:30 នាទីព្រឹកដល់ម៉ោង 11 ព្រឹកគឺជាម៉ោង 01 គឺមានន័យថាការធ្វើដំណើរឬធ្វើចំនួនផ្សេងមិនល្អឡើយគឺជាម៉ោងគ្រោះកាចនៅចន្លោះម៉ោងនេះមិនគួរធ្វើដំណើរទៅទីឆ្ងាយឡើយតែបើបានធ្វើដំណើរហើយសូមប្រុងប្រយ័ត្នចំពោះចរាចរណ៍ឲ្យបានខ្ពស់បំផុតធ្វើដំណើរចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 2 រសៀលគឺជាម៉ោង 04 គឺមានន័យថានៅចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យគ្មានអ្វីមកយាយីបានទេមានតែលៀបសក្ការៈហូរចូលពេញបរិបូរណ៍ធ្វើដំណើរចាប់ពីម៉ោង 2 រសៀលដល់ម៉ោង 5 រសៀលគឺជាម៉ោងកាកបាទគឺមានន័យថាការធ្វើដំណើរទៅណាមកណាកើតក្តីអន្តរាយគួរប្រុងប្រយ័ត្នក្នុងការបណ្ដាក់ទុនរកស៊ីផ្សេងឬទុកដាក់របស់របរឲ្យបានត្រឹមត្រូវជៀសវាងការបាត់បង់ដោយប្រការណាមួយធ្វើដំណើរចាប់ពីម៉ោង 5 រសៀលដល់ម៉ោងចូលគេងគឺជាម៉ោងផ្នត់0ទទេគ្មានអ្វីសោះគឺមានន័យថាមិនបានទទួលលៀបអ្វីឡើយហើយក៏មិនបានជួបគ្រោះថ្នាក់អ្វីដែរសូមពុកម៉ែបងប្អូនធ្វើការតាមដានសម្ដាប់រីករាយជាមួយ Channel ខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនាំលៀបនាំសំណាងឧបរាជចិញ្ចែមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចម៉ោងនាំលៀបសំណាងម៉ោង 4 ព្រឹកដល់ម៉ោង 5 ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនាំលៀបសំណាងលេខ 27 និង 49 សូមខមមិនលេខ 999 យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំជូតនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រុតចុះដូច្នេះដំណើរជីវិតរបស់លោកអ្នកមិនទាន់ល្អប្រសើរប៉ុន្មានទេហេតុនេះនាំឲ្យមានការប្រែប្រួលទាំងអារម្មណ៍និងការងារមានការរៀងស្ទះច្រើនបើជាស្ត្រីមេផ្ទះងាយកើតចំនួនវិវាទណាស់ត្រូវចេះធ្វើកោធ្វើថ្លង់ទៅល្អប្រសើរសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីក៏មានសន្ទុះជឿនលឿនទៅមុខបន្តិចវិញហើយក្រៅពីនេះបើលោកអ្នកចង់បើករបរថ្មីតែងតែសមប្រកបដោយបំណងតែការធ្វើដំណើរទៅទីជិតឆ្ងាយឲ្យប្រយ័ត្នបញ្ហាអាក្រក់ណាមួយចូលយាយីបន្តិចរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខប៉ុន្តែលោកអ្នកត្រូវប្រយ័ត្នពាក្យសម្ដីខ្លះទៅមិនមានចំនួនណាមួយកើតឡើងឆ្នាំឆ្លូវគោនាំលៀបនាំជ័យនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាចជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង 5 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ 1 និង 49 សូមខមមិនលេខ 168 យកលៀបសម្បត្តិអភិជនចំពោះឆ្នាំឆ្លូវនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកល្អជាមធ្យមដូច្នេះការបំពេញកិច្ចការងារលោកអ្នកមុននឹងសម្រេចចិត្តធ្វើអ្វីក៏បីត្រូវចេះគិតថ្លឹងថ្លែងឲ្យបានល្អបើពុំនោះទេនឹងទទួលបានផលអាក្រក់ណាមួយជាងផលល្អជាពំខានបើជាស្ត្រីមេផ្ទះវិញធ្វើអ្វីតែងមិនផ្ដល់ផលល្អដែរពោលគឺធ្វើច្រើនខុសច្រើនចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីការជួញទីជិតឆ្ងាយការរកផលកម្រៃតតែខិតខំខ្លាំងទៅអាចរកប្រាក់ចំណូលគ្រាន់មិនសើបំពង់កទៅរួចបើពុំនោះទេច្បាស់ជារកអង្គច្រកឆ្នាំងពុំបានឡើយការធ្វើដំណើរទៅទីជិតឆ្ងាយជួបសេចក្តីសុខសេមសាន្តនឹងពេលទៅនឹងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំហើយត្រូវមកដេកស្ដាយក្រោយដែលជាការហួសពេលទៅហើយ
ឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ផ្ទៃមេឃនិងក្រហមលេខនាំលៀបសំណាងលេខ45និង66សូមខមមិនលេខ898យកលៀបសម្បត្តិអភិជនចំពោះឆ្នាំខាលនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះលោកអ្នកអាចមានដំណឹងល្អឲ្យសប្បាយចិត្តហើយធ្វើអ្វីក៏តែងតែជឿនលឿនទៅមុខផងបញ្ហាការងារនិងប្រកាសឃើញថាមានការជឿនលឿនទៅមុខគួរសមហើយតែងតែរីកចម្រើនឈានទៅដល់មួយកម្រិតទៀតចំណែកឯអ្នកប្រកបមុខរបរចេញដូររកស៊ីនៅក្នុងថ្ងៃនេះបើលោកអ្នកចង់ធ្វើការចូលហ៊ុនបោះទុនជាមួយអ្នកដទៃត្រូវចេះពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាពំខានការធ្វើដំណើរទៅទីជិតឆ្ងាយមានសេចក្តីសុខសាន្តដោយសពម្ដងរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំបើអ្នកចង់ផ្សំគុំគ្រួសារឬទំនាក់ទំនងស្នេហាពេលនេះជាឱកាសល្អប្រពៃល្អណាស់ឆ្នាំថោះទន្សាយមាសមានបារមីដេកជាប្រាជ្ញាឆ្លៀសវៃមានកិច្ចជួយជ្រោមជ្រែងអនាគតបានខ្លាយជាអ្នកមានទ្រព្យនិងមានអំណាចម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងសលេខនាំលៀបសំណាងលេខ77និង89សូមខមមិនលេខ989យកលៀបសម្បត្តិអ្នកមានជនខ្ពស់ចំពោះឆ្នាំថោះនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកស្រុតចុះដូច្នេះមានផ្ដល់ផលល្អក្នុងការប្រកបកិច្ចការងារសំខាន់ឬធំដុំឡើយពីព្រោះថាផលមិនល្អងាយកើតឡើងចំពោះមុខអ្នកប្រកបមុខរបរជួញដូររកស៊ីនៅពេលនេះងាយមានបញ្ហាភ្លៀងភ្លាត់ណាស់ដូច្នេះបើចង់បើករបរថ្មីឬផ្លាស់ប្ដូរមុខរបរគួរតែមានការប្រយ័ត្នប្រយែងទៅមិនជាឥទ្ធិពលអាក្រក់ណាមួយមកវិញរាយការណ៍ធ្វើដំណើរទៅទីជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សតាមយាយីព្យាបាទដោយប្រការណាមួយរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការប្រទៀងប្រទើព្រោះម្នាក់មានចិត្តខ្លាំងរៀងខ្លួនហើយបើពុំព្យាយាមកាត់បន្ថយចំនួនវិវាទទេបញ្ហាចម្រូងចម្រាសពិតជាមិនអាចដោះស្រាយបានឡើយឆ្នាំរោងនាគរាជមានរិទ្ធមានអំណាចអ្នកតែងមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើកិច្ចការងារតូចធំរមែងមានអ្នកជួយទំនុកបំរុងគ្រប់សពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងក្រហមលេខនាំលៀបសំណាងលេខ69និង99សូមខមមិនលេខ777យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំរោងនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកល្អជាមធ្យមដូច្នេះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាមិនល្អយីនាំឲ្យពិបាកឆ្លងកាត់ផងដែរការប្រកបការងារមានការលំបាកខ្លះងាយខ្លះតែក៏កើតក្តីសៅហ្មងមិនតិចដែរសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការរីកលូតលាស់ទៅមុខគួរសមតែយ៉ាងណាលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងចំពោះការឲ្យអតិថិជនជពាក់ប្រាក់កាសបន្តិចព្រោះងាយត្រូវគេបោកប្រាស់ណាស់រាយការណ៍ធ្វើដំណើរទៅទីជិតឆ្ងាយជួបសេចក្តីសុខសៀមសាន្តនឹងពេលទៅនឹងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំកុំចង់ទុំមុនស្រគៀលប្រយ័ត្នកើតរឿងធំមានអ្នកណាជួយកើតឆ្នាំម្សាញ់ពោះទេវតានាំលៀបអបរាចិញ្ចឹមមានជ័យជំនះមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌ក្រហមនិងសលេខនាំលៀបសំណាងលេខ21និង97សូមខមមិនលេខ989យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំម្សាញ់នៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះផ្ដល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំនិងបើចង់ចាប់ផ្ដើមធ្វើការអ្វីមួយជាពេលវេលាល្អផងដែរការប្រកបការងាររកស៊ីជួញដូរមានការជឿនលឿនទៅមុខហើយអាចកើតផលកម្រៃត្រឡប់ទៅផ្ទះវិញបានគួរជាទីពេញចិត្តជានិច្ចការធ្វើដំណើរទៅទីជិតឆ្ងាយជួបសេចក្តីសុខសេមសាន្តដោយសពមួយដងរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មថ្មីតែសម្រាប់ជោគជ័យដោយគប់បំណងផងដែរឆ្នាំមមីសេះមេតបនំលៀបអបរាចិញ្ចឹមមានសំណាងឈ្នះរាល់មាសត្រូវគ្រប់ច្រកល្ហកឡើងបនឡើងស័កឡើងទូនីតិម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ19និង66សូមខមមិនលេខ168យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំមមីនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះសម្រាប់ស្ត្រីដែលធ្លាប់តែជួបបញ្ហាលំបាកកន្លងមកបានប្រែคล้ายមកជាធូរស្រាលវិញហើយប៉ុន្តែសម្រាប់បុរសបញ្ហាឧបទ្រពនៅតែយាយីធ្វើឲ្យមិនសូវសុខស្រួលប៉ុន្មានឡើយដោយឡែកសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះដែរដួងរាសីរបស់លោកអ្នកល្អប្រសើរម្ល៉េះហើយធ្វើអ្វីមានភាពកក់ក្ដៅឬក៏កាក់កបគួរសមរ
រីការធ្វើចំនួនទីចិត្តឆ្ងាយដោយប្រមូលផលកម្រៃចូលមកផ្ទះវិញដោយគោលបំណងរីឯការធ្វើដំណើរទៅទីចិត្តឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំកុំចង់លោលេងជាមួយនឹងលបែងកម្មគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខជៀសពំរួចហើយត្រូវមកខកអនាគតភ្លឺស្វាងអិតអំពើឆ្នាំមមេប្រពេមាសបារមីដេជះមានលៀបមានសំណាងคล้ายជាមហាសេដ្ឋីមហាសាលម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងលឿងលេខនាំលៀបសំណាងលេខ48និង59សូមខមមិនលេខ168យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំមមេនៅក្នុងថ្ងៃនេះដោយសារដួងរិស័យរបស់លោកអ្នកស្រុតចោះដូច្នេះលោកអ្នកមិនគប្បីប្រើអារម្មណ៍តបប្រមល់មួម៉ៅឡើយពីព្រោះថាងាយនឹងកើតរឿងតូចតាចរីកដៀលដាលទៅធំវិញផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីឃើញថាបើចង់បើករបរថ្មីពិសេសការជួញទីចិត្តឆ្ងាយតែងផ្ដល់ផលល្អមកវិញជានិច្ចរីឯការធ្វើដំណើរទៅទីចិត្តឆ្ងាយមិនសូវមានសុវត្ថិភាពប្រមាណទេក៏បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទៅល្អប្រសើររីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានតែការប្រែប្រួលបដូរផ្លាស់ពីព្រោះជួនកាលក៏ទោះតែងគ្នាជួនកាលក៏ផ្អែមល្ហែមគ្នាផងដែរឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងបានសម្រេចតែនឿយបន្តិចម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ11និង91សូមខមមិនលេខ999យកលៀបសម្បត្តិអភិជនចំពោះឆ្នាំវោកនៅក្នុងថ្ងៃនេះដោយសារដួងរិស័យរបស់លោកអ្នកល្អជាមធ្យមដូច្នេះទោះបីដួងរិស័យរបស់លោកអ្នកមានភាពល្អប្រសើរក្តីតែផលប៉ះទង្គិចតែងកើតចេញពីគំនិតនិងការយល់ខុសរបស់ខ្លួនឯងច្រើនជាងសម្រាប់ការប្រកបមុខរបរជួញដូររកស៊ីមានភាពនឹងថឹងល្អពោលគឺមិនមានអ្វីប្រែប្រួលបដូរផ្លាស់នោះទេគឺដូចសពមួយដងរីឯការធ្វើដំណើរទៅទីជិតឆ្ងាយមានភាពប្រទៀងប្រទើសបន្តិចតែមានភាពសុខដុមល្អប្រសើរផងដែររីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការទុកខ្វាយខ្វល់ច្រើនដោយសារការមិនសូវទុកចិត្តគ្នានិងមិនត្រូវយកភាពប្រកែប្រកាន់មកដាក់ខ្លួនទៅប្រសើរឆ្នាំរកាមុនភ្លើងពណ៌មាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នាំលៀបសំណាងពណ៌ប្រផេះនិងក្រហមលេខនាំលៀបសំណាងលេខ21និង99សូមខមមិនលេខ868យកលៀបកហបតីជនខ្ពស់ចំពោះឆ្នាំរកានៅក្នុងថ្ងៃនេះដោយសារដួងរិស័យរបស់លោកអ្នកឡើងខ្ពស់ត្រដែតដូច្នេះផ្ដល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តក្នុងការចាប់ផ្ដើមប្រកបកិច្ចការងារអ្វីមួយពីព្រោះថាផលល្អតែងហុចមកវិញផងដែរចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយផលកម្រៃទៀតសោតគ្រាន់កក់ក្ដៅជានិច្ចរីឯការធ្វើដំណើរទៅទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្ដីជួបសេចក្ដីសុខសេមសានដោយសពមួយដងរីឯបញ្ហាសេចក្ដីស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជានិច្ចឆ្នាំចស្នក់មានលៀបមានសំណាងពោពេញទៅដោយសុភមង្គលជាពិសេសអនាគតខ្លាយជាសេដ្ឋីកហបតីជនខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ99និង77សូមខមមិនលេខ989យកលៀបសម្បត្តិអ្នកមានជនខ្ពស់ចំពោះឆ្នាំចនៅក្នុងថ្ងៃនេះដោយសារដួងរិស័យរបស់លោកអ្នកស្រុតចោះដូច្នេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេហេតុនេះយល់ល្អលោកអ្នកត្រូវចាត់ចែងការងារចាស់ឬឯកសារចាស់ដែលនៅសេសសល់ពីមុនមកទៅល្អប្រសើរផងដែរអ្នកប្រកបមុខរបរជួញដូររកស៊ីបានមានការជឿនលឿនទៅមុខតិចតួចណាស់ហើយប្រាក់ចំណូលទៀតសោតក្រោកគ្រាន់មិនគ្រប់ឆ្នាំងបាយសឹងតែយ៉ាប់ផងរីឯការធ្វើដំណើរទៅទីជិតឆ្ងាយចូលប្រយ័ត្នបញ្ហាសុខភាពបន្តិចពីព្រោះថាងាយនឹងរងផលប៉ះទង្គិចណាស់រីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អប៉ុន្មានទេព្រោះច្រើនជួបតែគូកម្មឆ្នាំកោជ្រូកនាំសំណាងនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ក្រហមនិងបៃតងលេខនាំលៀបសំណាងលេខ77និង88សូមខមមិនលេខ899យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំកោនៅក្នុងថ្ងៃនេះដោយសារដួងរិស័យរបស់លោកអ្នកល្អជាមធ្យមដូច្នេះបើទោះបីធ្វើអ្វីក៏តែងតែមិនឆ្លើយតបដោយសេចក្តីប្រាថ្នាឡើយហើយពិសេសក៏មានបញ្ហាចូលយាយីផងដែររីឯការរស់នៅមានភាពសុខដុមបើមានចំនួនវិវាទក៏ឆាប់ត្រូវរើគ្នាវិញផងដែរ
เรียนเนี่ยประกอบมุรบอยจนโดโรซี่ในขนมไงนี่เคยทำเมียนการเจือนเลื่อนตัวมุกติดตัวนะเฮ้ยบ่มีนาเตะจนจุเปียประพองในโนโจประยัดประแยงประยัดจังเบาเกดอยประกาหนามุยเรียกการฟื้นดำนาเมียนเพียบประเตียงประเตอร์มันติดแต่ก็เมียนเพียบสกัดดมละอพองได้เรียกสมบูรณ์เพียบสเนหากับล็อกกระหม่อมเมียนสเพียบโดพลาเจริญเฮ้ยมันเนี่ยจำแต่ประชังคณีหรือก็จองจันชเนียคณีเจริญ